cardiac arrest ជាមួយនឹង cardiac ischemia បាទ ឬគេហៅថាការស្ទះសរសៃឈាមបេះដូងឬគាំងបេះដូង បាទ កើតមាននៅពេលដែលយើងគេងដែលពេលខ្លះអ្នកខ្លះអត់យល់ក៏គិតថាអ្នកជំងឺនេះស្លាប់ដោយអត់មូលហេតុស្លាប់ដោយអត់មូលហេតុក៏ពិតមានមូលហេតុតែក៏អត់ដែលបានរោវា បាទ ហើយកន្លែងនោះសំខាន់ណាស់បើយើងនិយាយនៅក្នុង mortality risk គេហៅថាអត្រាមរណភាពដោយសារបញ្ហាស្ទះបេះដូងស្ទះសរសៃឈាមបេះដូងនិងគាំងបេះដូងទៅលើករណីដែលមានបញ្ហា sleep apnea ឬក៏ជាជំងឺនៃការគេងស្រមុកស្ទះដង្ហើមហ្នឹងមានអត្រាខ្ពស់ជាងមនុស្សទូទៅ at least 2 ទៅ 3 ដងបើយើងនិយាយពី stroke វិញមានច្រើនដូចគ្នា stroke ដែលបណ្ដាលមកពីអាហ្នឹងពីព្រោះហេតុអីបាន stroke បើអត់មានអីទៅចិញ្ចឹមទៀតផង បាទ ហើយដល់ពេលអញ្ចឹងពេលដែលវា release មកពឹប oxygen ដែលវា release ដកបានម្ដងហ្នឹងបេះដូងច្បាច់ផឹបខ្លាំងពេកទៅដាច់សរសៃខួរក្បាល បាទ ដែលវាផុយស្រួយជាពិសេសអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃអីដែលសរសៃឈាមគាត់ផុយស្រួយងាយដាច់ដល់ពេលដាច់ stroke ស្លាប់មកជាហៀងខ្លួន ដាច់សរសៃឈាមនេះគឺជាហេតុផលចម្បងនៅក្នុងជំងឺ stroke ជំងឺ sleep apnea ហ្នឹងតែម្ដង បាទ បាទ បាទសម្រាប់ sleep apnea នេះមូលហេតុអីបានមនុស្សកើតជំងឺនេះ អូបើយើងនិយាយទៅអានេះ ខ្ញុំ គឺ ដឹង ជា មួយ កន្លែងនេះគឺជារឿងមួយដែលគេហៅថាយើងត្រូវកំណត់ឲ្យច្បាស់ថា sleep apnea វាកើតមកវាមានគេហៅថាកត្តាខ្លួនឯងនិងកត្តាពីក្រៅបើយើងនិយាយពាក្យឲ្យស្រួលយល់សិនពីរហ្នឹង បាទ បាទកត្តាខ្លួនឯងគឺយើងត្រូវដឹងថាមានអីគេខ្លះទីមួយអ្នកខ្លះកគាត់ខ្លីកខ្លីគឺប្រឈមណា sleep apnea